សុបតុយគោទៀតហើយបងប្អូនកូនចៅក្មួយហើយតុកសាមួយលោកតាព្រឹកមិញឃើញកតុយគោល្អមើលទៅដូចតំណងផុយទេណានិយាយទិញមកជិត2គីឡូមានឲ្យគេជាខ្លាញ់ជាអីអស់ជាកោសឲ្យស្អាតហ្មងណាតទៅពេលមកដល់ផ្ទះកោសថែមទៀតហើយស្រស់ដាំទឹកស្រស់ឥឡូវនេះដាក់ឆ្នាំងមានហើយនេះគល់ក្រៃលេងស្លឹកក្រូចពីចេងខ្ទឹមគ្រប់មុខតើមកពុះឲ្យដាក់សាច់បដ ாய் ដាក់ថ្លើមនោះទិញថ្លើមកន្លះគីឡូដែរមួយថ្លើមឆ្ងាញ់ដែរណាហើយកតុយដាក់ឲ្យម្លេក2ឆ្នាំងបងប្អូនច្រើនពីជិត2គីឡូបូកទៅថ្លើមផង2គីឡូ3ខាំទៅក៏តាមលេខ2ឆ្នាំងព្រោះឆ្នាំងនោះវាសូវធំឯងមួយឆ្នាំងហ្នឹងល្មមញ៉ាំគ្រប់មួយថ្ងៃបើងាយដល់ហើយសែកមួយថ្ងៃទៀតដាក់សាច់អីថែមទៅក៏មានបាក់ទេទិញកាទៀវ1គីឡូបាននោះល្មមណាដាក់កាទៀវដាក់សាច់ដូចធ្វើកាទៀវញ៉ាំកាន់ហាន់សាច់ថែមទៅរសជាតិទិញសាឡាត់ទិញសដែកបដោះមកកើតកាទៀវសុបកាទៀវចូលចិត្តណាស់យាយសុបកាទៀវចូលចិត្តប៉ុន្តែអត់ហ៊ានទិញគេញ៉ាំទេនោះដាក់តបមានតែពីពោតស្ពៃតឿស្ពៃចកឹះផ្សិតថ្ងៃនេះច្រើនផងក៏ទុកសែកខ្លះបើពោតបានទុកទេសែកបានឲ្យថតទេនេះបើគិតទៅបើស្លោចិនគ្នាទេថ្ងៃនេះស៊ុបសែកស៊ុបទៀតវាចិនគ្នាហើយបងប្អូនហើយបើសែកស៊ុបកាទៀវទៅយ៉ាងណាវិញឃើញទេកណ្ដងអត់បងប្អូនពុកយាយឆ្ងាញ់អត់មើលទៅដាក់គល់ក្រៃតាមពិតគេដុតតែយាយធ្វើផ្ទះទៅក៏អត់មានកន្លែងណាដុតអត់គេដុតខ្ទឹមគេដុតលហុងប៉ុន្នេះក៏បានដាក់លហុងដែរជីមកទិញផ្ទះពូម៉ាអត់លក់ក៏អត់ហើយក៏ដុតបើគេដុតលហុងដុតខ្ទឹមដុតគល់ក្រៃដុតលេងយកមកដាក់អូយឈ្ងុយស្ងប់បើមិនដុតក៏បានដែរគេលីងក៏បានដែរប៉ុន្តែអត់បានលីងទឹកម៉ែអានេះប្រហុកដែលយើងច្រាំថ្ងៃមុននោះដាក់ទឹកក្តៅចូលមកនេះគេលក់សាច់ថ្លើមផងសាច់កតុយផងនិយាយពីឆ្ងាញ់មែនទេបងប្អូននិយាយថ្ងៃនេះដាក់បាយលពេញធឹងឆ្ងាញ់ថាមកចង់ញ៉ាំមកផ្ទះយាយបងប្អូនយាយមានអរគុណច្រើន